ថ្មីនេះខ្ញុំឃើញមានការផ្ទុះការជជែកឬក៏វិញ្ញាតទៅជាមួយនឹងការធ្វើការមកការសាងសង់ផ្ទះឬក៏គម្រោងសាងសង់មួយចំនួនដោយគ្រាន់តែធ្វើការគូប្លង់ដោយដៃហើយដាក់តម្លៃទៅកាន់ម្ចាស់ផ្ទះសម្រាប់ការដាក់តម្លៃសាងសង់បែបនេះគឺខ្ញុំអត់ណែនាំឲ្យម្ចាស់ផ្ទះធ្វើទេដោយសារវាមានគុណវិបត្តិច្រើនខ្លាំងមែនទែនហើយសម្រាប់ពីខាងខ្ញុំគឺខ្ញុំមានចំណុច5សម្រាប់ឲ្យម្ចាស់ផ្ទះឬក៏ម្ចាស់គម្រោងសាងសង់គួរតែធ្វើការគិតពិចារណាមុននឹងជ្រើសរើសយកអ្នកមកការសាងសង់សម្រាប់ផ្ទះអ្នកទាំងអស់គ្នាឬក៏គម្រោងសាងសង់របស់អ្នកទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសន្យាហើយថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកអ្នកទាំងអស់គ្នានៅចំណុចសំខាន់5ចំណុចដែលម្ចាស់គម្រោងសាងសង់គួរតែធ្វើការគិតពិចារណាមុននឹងជ្រើសរើសយកអ្នកសាងសង់ឬក៏អ្នកមកការសាងសង់មកធ្វើផ្ទះរបស់អ្នកទាំងអស់គ្នាដោយសារខ្ញុំជឿថានៅក្នុងការធ្វើការសាងសង់នីមួយៗគឺយើងមានទឹកលុយមួយដែលច្បាស់លាស់ហើយសម្រាប់ម្ចាស់គម្រោងសាងសង់គឺគាត់ខ្ញុំជឿថាគាត់សន្សំខ្លាំងមែនទែនតម្រាំតែគាត់បានទឹកលុយប៉ុណ្ណឹងដើម្បីធ្វើការសាងសង់ផ្ទះរបស់គាត់អញ្ចឹងបើសិនជាយើងជ្រើសរើសយកអ្នកសាងសង់អត់បានត្រឹមត្រូវមកធ្វើការសាងសង់ផ្ទះរបស់អ្នកទាំងអស់គ្នាឬក៏គម្រោងសាងសង់របស់អ្នកទាំងអស់គ្នានោះទេអ្នកទាំងអស់គ្នានឹងជួបនៅផលលំបាកជាច្រើននៅក្នុងកំឡុងពេលនៃការសាងសង់ហើយចំណុចដែលសំខាន់មួយទៀតពេលដែលយើងចង់បានគម្រោងសាងសង់យើងបែបនេះក៏ប៉ុន្តែផលិតផលចុងក្រោយវាអត់សមស្របទៅនឹងអ្វីដែលយើងត្រូវការទេហើយខ្ញុំឃើញថាថ្មីនេះមានការធ្វើការសាងសង់ឬក៏ធ្វើការមកការសាងសង់សម្រាប់ការសាងសង់ផ្ទះឬក៏គម្រោងមួយចំនួនដោយប្រើប្រាស់គ្រាន់តែជាការគូសប្លង់ដោយដៃហើយសម្រាប់ការគូសប្លង់នោះទៀតសោតគឺអត់មានអីជាច្បាស់លាស់ទេគ្រាន់តែទំហំបដោយទៅតឹងបន្ទាប់មកគេគុណជាការ៉េហើយចេញជាទឹកលុយមួយសម្រាប់តម្លៃផ្ទះរបស់អ្នកទាំងអស់គ្នាសម្រាប់ការធ្វើបែបនេះគឺសម្រាប់ខ្ញុំអត់ណែនាំឲ្យម្ចាស់គម្រោងសាងសង់គាត់អនុវត្តការធ្វើលើកតម្លៃបែបនេះទេដោយសារវាមានផលពិបាកច្រើនខ្លាំងមែនទែនអញ្ចឹងពេលដែលអ្នកនរគ្នាមានផលពិបាកអ្នកនរគ្នានឹងចំណាយលុយកាន់តែច្រើនអាចច្រើនជាងនឹងទៀតបើសិនជាការចរចាឬក៏ការជជែកជាមួយនឹងអ្នកមកការអត់បានត្រឹមត្រូវមុនពេលដែលអ្នកនរគ្នាចូលធ្វើការងារសាងសង់ជាក់ស្ដែងអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំមាន5ចំណុចសំខាន់វាជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យយើងធ្វើការគិតពិចារណាមុននឹងយើងជ្រើសរើសយកអ្នកសាងសង់ឬក៏ជ្រើសរើសយកអ្នកមកការសាងសង់មកធ្វើការងារសាងសង់ផ្ទះរបស់អ្នកនរគ្នាឬក៏មានគម្រោងមួយចំនួនអ្នកនរគ្នាចង់ធ្វើការសាងសង់ចំណុចទី1ដែលអ្នកនរគ្នាត្រូវធ្វើការគិតពិចារណានោះតាក់ទងជាមួយនឹងទំហំការងាររបស់អ្នកនរគ្នាតើអ្នកនរគ្នាចង់ធ្វើអីគេអញ្ចឹងយើងត្រូវតែដឹងឲ្យច្បាស់តាក់ទងជាមួយនឹងអ្វីដែលយើងចង់បានហើយអ្វីដែលយើងចង់បាននោះគឺបើសិនជាយើងចង់ធ្វើការងារសាងសង់ផ្ទះមួយអញ្ចឹងយើងចង់បានផ្ទះរបស់យើងប្រមាណបន្ទប់ហើយតើវាមានប្រមាណជាន់សម្រាប់ផ្ទះរបស់យើងនឹងហើយបន្ថែមពីនេះទៀតតើយើងចង់ឲ្យខាងមកការនឹងគាត់ដាក់តម្លៃនឹងទៅលើអីគេខ្លះទៅលើការងារគ្រឿងបង្គុំការងារស្ថាបត្យកម្មហើយនិងការងារ MEP អត់អញ្ចឹងនៅក្នុងតម្រូវការរបស់យើងត្រូវតែមានជាលិលាក់អក្សរឲ្យបានត្រឹមត្រូវនៅក្នុងគម្រោងសាងសង់មួយចំនួនម្ចាស់ផ្ទះជួនកាលគាត់តម្រូវការមួយចំនួនគឺគាត់ចង់ឲ្យជាងឬក៏អ្នកមកការគឺគាត់ឧមាថាគាត់ចង់ធ្វើការងារការ៉ូអញ្ចឹងគឺគាត់អាចទិញការ៉ូឲ្យអ្នកមកការធ្វើការតម្លើងការ៉ូឲ្យអញ្ចឹងតម្លៃទៅលើការងារសម្ភារៈគឺខាងម្ចាស់គម្រោងជាអ្នកចាញ់ហើយតម្លៃពលកម្មគឺខាងអ្នកមកការជាអ្នកចាញ់អញ្ចឹងគឺយើងត្រូវដឹងឲ្យបានច្បាស់តើតម្លៃមកការសម្រាប់វាយការ៉ូហ្នឹងមួយការ៉េហ្នឹងតម្លៃប្រមាណសរុបមកវិញគឺយើងត្រូវដឹងអំពីតម្រូវការរបស់យើងឲ្យបានច្បាស់ជាមុនសិនមុននឹងយើងសម្រេចចិត្តយកម្នាក់ហ្នឹងមកធ្វើការងារឲ្យអ្នកទាំងអស់គ្នាចំណុចទី2នោះគឺការងារប្លង់សម្រាប់ការងារប្លង់គឺជាការងារមួយដែលសំខាន់ដែលយើងអាចខ្វះបាននៅក្នុងគម្រោងសាងសង់ទោះបីជាសាងសង់ផ្ទះរបស់អ្នកទាំងអស់គ្នាតូចក៏ដោយធំក៏ដោយអញ្ចឹងយើងត្រូវតែមានប្លង់មួយដែលត្រឹមត្រូវនៅក្នុងប្លង់មួយនោះបើសិនជាយើងឲ្យខាងអ្នកមកការគាត់ធ្វើការងារទាំងអស់បានន័យថាកាន់ផ្លោចូលនៅអញ្ចឹងគឺគាត់អាចធ្វើទាំងការងារគ្រឿងបង្គុំការងារស្ថាបត្យកម្មហើយនិងការងារ MEP នេះគឺជាការងារគេហៅរត់ប្រព័ន្ធភ្លើងរត់ប្រព័ន្ធទឹកនៅក្នុងផ្ទះរបស់យើងអញ្ចឹងយើងត្រូវតែមានប្លង់ឲ្យគាត់ផ្ដល់ឲ្យយើងសិនតើការងារប្លង់របស់គាត់នឹងគាត់រៀបចំបែបណាឲ្យបានច្បាស់លាស់មុននឹងចូលធ្វើការងារមួយនឹងឬក៏អំឡុងពេលដែលគាត់ធ្វើការដាក់តម្លៃសាងសង់មួយនឹងអញ្ចឹងបើសិនជាយើងអត់មានប្លង់ឲ្យច្បាស់លាស់ទេពេលដែលគាត់ធ្វើការងារជាក់ស្ដែងគឺអ្នកមកការគឺគាត់អាចបដូរទៅតាមអារម្មណ៍របស់គាត់ទៅតាមចិត្តរបស់គាត់បើសិនជាគាត់ធ្វើការងារនេះអត់បានគឺគាត់អាចបដូរទៅធ្វើប្រភេទអីផ្សេងចឹងទៅនៅក្នុងប្លង់
ទៀតសោតគឺតែងតែមានបង្ហាញអំពីតើយើងប្រើសសរមកកាត់ប៉ុណ្ណាតែយើងប្រើថ្នាំមកកាត់ប៉ុណ្ណាហើយនៅក្នុងសសរនោះទៀតសោតតើសសរហ្នឹងមានប្រភេទដែកអីគេខ្លះដែកហ្នឹងមានមកកាត់ប្រមាណលីអញ្ចឹងយើងជាម្ចាស់គម្រោងនេះយើងត្រូវតែដឹងឲ្យអស់គ្រប់ជ្រុងជ្រោយគឺយើងអាចចំណាយលុយដែលយើងខិតខំសន្សំហ្នឹងឲ្យទៅខាងអ្នកម៉ៅការទាំងតែយើងអត់ដឹងថាគម្រោងសាងសង់របស់យើងនេះគឺមានអីគេខ្លះក្នុងហ្នឹងទេអញ្ចឹងចំណុចទី2គឺយើងត្រូវតែមានប្លង់រីឯចំណុចមួយទៀតនោះតើតើជាមួយនឹងប្រភេទសម្ភារៈដែលអ្នកម៉ៅការនឹងដាក់នៅក្នុងគម្រោងសាងសង់របស់យើងអញ្ចឹងបើយើងនិយាយតើតើជាមួយនឹងការងារគ្រឿងសង្កុំអញ្ចឹងប្រភេទសម្ភារៈហ្នឹងក៏ត្រូវតែមានប្រភេទຂະຫນាតសម្ភារៈដែលគាត់ដាក់មកដែរតើដែកសម្រាប់គ្រឿងសង្កុំហ្នឹងគាត់មានដែកប្រមាណលីសំងហ្នឹងគាត់ប្រើសំងប្រភេទអីគេដែកដែលគាត់ទិញហ្នឹងគាត់ទិញមកពីខាងណាប្រភេទដែកអីគេហើយតើតើជាមួយនឹងដបូលមកយើងមានដបូលមកដបូលស័ង្កសីតើប្រភេទដបូលស័ង្កសីហ្នឹងគាត់ទិញសម្ភារៈហ្នឹងពីខាងណាហើយកម្រាស់នៃដបូលហ្នឹងគឺកម្រាស់ប៉ុណ្ណាអញ្ចឹងគឺយើងជាអ្នកដែលម្ចាស់គម្រោងហ្នឹងគឺយើងត្រូវតែដឹងឲ្យច្បាស់គ្រប់ប្រភេទសម្ភារៈទាំងអស់ដែលមាននៅក្នុងផ្ទះរបស់យើងនេះហើយបើយើងនិយាយតើជាមួយនឹងការងារស្ថាបត្យកម្មវិញគឺវាសំខាន់ខ្លាំងមែនទែនសម្រាប់ការងារស្ថាបត្យកម្មអញ្ចឹងមកថាការងារបោកបៀកគាត់បោកកម្រាស់ណាហើយតើប្រភេទថ្នាំដែលគាត់ដាក់នៅក្នុងគម្រោងសាងសង់មួយហ្នឹងឬក៏ផ្ទះរបស់អ្នកទាំងអស់គ្នាគាត់ប្រើប្រភេទថ្នាំអីគេជាប្រភេទថ្នាំជើតាន់តូអាឬក៏ប្រភេទ brand ផ្សេងព្រោះអី brand នីមួយគឺគេមានតម្លៃខុសៗគ្នាទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាគាត់ចង់ដូរប្រភេទឬក៏ brand ពីគេថាចូលតាន់ទៅ brand នៃគេផ្សេងវាអាចតម្លៃវាអាចថោកជាងមុនអញ្ចឹងយើងត្រូវតែដឹងប្រភេទសម្ភារៈរបស់យើងឲ្យបានច្បាស់ហើយមួយទៀតតកតើជាមួយនឹងការងារការ៉ូដូចគ្នាឧបមាថាខ្ញុំឧទាហរណ៍ទៀតឧបមាថាពេលដែលយើងចរចាគ្នាជជែកគ្នាហ្នឹងគឺគាត់ប្រវាយការ៉ូដែលយកមកពីអាល្លឺម៉ង់អញ្ចឹងទៅក៏ប៉ុន្តែជាក់ស្ដែងគឺគាត់ឲ្យការ៉ូយើងជាការ៉ូចិនទេអញ្ចឹងអ្នកនរត្រូវគិតថាការ៉ូខុសតែប្រទេសក៏តម្លៃខុសគ្នាឆ្ងាយដែរអញ្ចឹងវាមិនមែនតែការងារការ៉ូមួយទេគ្រប់ការងារទាំងអស់ដែលមាននៅក្នុងគម្រោងរបស់អ្នកនរត្រូវតែដឹងទាំងអស់គាត់ប្រើអីគេទាំងការងារការ៉ូការងារថ្នាំការងារពិដានហ្នឹងវាមានទៀតពិដានខ្លះនៅក្នុងកន្លែងអង្គុយធម្មតាគឺប្រើពិដានធម្មតាទៅរីឯពិដាននៅក្នុងបន្ទប់ទឹកគាត់ប្រើជាគេហៅថាពិដានការពារជំរាបទឹកហ្នឹងទៅអញ្ចឹងគ្រប់សម្ភារៈទាំងអស់គឺវាមានតួនាទីនៅមុខងារផ្សេងគ្នាអញ្ចឹងបើយើងអត់អាចនិយាយឲ្យបានច្បាស់មុននឹងយើងចាប់ផ្ដើមនៃការសាងសង់ទេខ្ញុំជឿថាម្ចាស់គម្រោងនឹងជួបបញ្ហាច្រើនខ្លាំងមែនទែនពេលដែលសាងសង់ហើយឈឺក្បាលខ្លាំងមែនទែនហើយក៏អាចចំណាយលុយលើសពីអ្វីដែលគាត់ចរចាពីមុនទៀតហើយតើតើជាមួយនឹងការងារគ្រឿង electrical គ្រឿង electronic គ្រឿងការងារប្រព័ន្ធទឹកអីក៏យើងត្រូវតែជជែកគ្នាដែរអញ្ចឹងបើយើងអត់ដឹងថាគាត់ប្រើមកថាប្រគុណចានប្រគុណរបស់យើងគាត់ប្រើចានប្រគុណនេះគេអញ្ចឹងគាត់ប្រើចានប្រគុណតែពីរតាពីទៅតម្លៃគឺវាថោកតាមនឹងបើមិនយើងប្រើជាប្រភេទbrand គេត្រឹមតែដូច American Standard ប្រភេទ Kuto ប្រភេទទាំងអស់ហ្នឹងគឺវាមាន warranty គេហៅថាការធានាអីច្បាស់លាស់របស់គេអញ្ចឹងអ្នកនរគ្នាត្រូវតែគិតឲ្យបានច្បាស់តើតើមួយនឹងប្រភេទសម្ភារៈចំណុចមួយទៀតនោះគឺតើតើជាមួយនឹងតារាងតម្លៃនេះគឺសំខាន់ខ្លាំងមែនទែនដោយសារតែដើម្បីដឹងថាគម្រោងឬក៏ផ្ទះរបស់អ្នកទាំងអស់គ្នាហ្នឹងនឹងមានតម្លៃសរុបប៉ុណ្ណាគឺនៅក្នុងតារាងតម្លៃហ្នឹងហើយនៅក្នុងតារាងតម្លៃហ្នឹងទៀតសោតគឺត្រូវតែវាឆ្លុះបញ្ចាំងអំពីតម្រូវការរបស់យើងនិងប្រភេទសម្ភារៈរបស់យើងដែលយើងប្រើប្រាស់ហ្នឹងអញ្ចឹងនៅក្នុងតារាងទាំងអស់ឧបមាថាយើងធ្វើការងារគ្រឿងបង្គុំការងារស្ថាបត្យកម្មហើយនិងការងារគ្រឿងទឹកភ្លើងហ្នឹងគឺយើងត្រូវតែមានគ្រប់ប្រភេទការងារទាំងអស់ដែលគាត់ត្រូវតែដាក់បញ្ចូលនៅក្នុងតារាងតម្លៃមួយហ្នឹងអញ្ចឹងឧទាហរណ៍នៅក្នុងតារាងតម្លៃសម្រាប់ការងារគ្រឿងបង្គុំអញ្ចឹងគាត់ប្រកាសជាមានការងារបេតុងការងារក្តារពុំការងារដែកតើគាត់ចំណាយអស់ប្រមាណហើយការងារឧបមាថាការងារបេតុងតើគាត់នឹងយកពីយើងតម្លៃសម្ភារៈហ្នឹងប្រមាណដុល្លារក្នុងមួយការ៉េហើយតម្លៃសម្រាប់ការងារពលកម្មហ្នឹងគាត់យកប្រមាណដុល្លារនៅក្នុងមួយការ៉េអញ្ចឹងពេលដែលយើងដឹងការងារហ្នឹងទាំងអស់ហើយវាងាយស្រួលសម្រាប់យើងដែលជាម្ចាស់គម្រោងដឹងអំពីតម្លៃរាយហើយបន្តមកយើងអាចដឹងអំពីតម្លៃដុំមួយរបស់វាទៀតឧទាហរណ៍នៅក្នុងការងារស្ថាបត្យកម្មនៅក្នុងគម្រោងមួយប្រកាសជាមានទ្វារទៅអញ្ចឹងយើងដឹងថាទ្វារនៅក្នុងគម្រោងរបស់យើងមានប្រមាណគ្រាប់ដែលគាត់នឹងដាក់ឲ្យបើសិនទ្វារយើងគាត់ដាក់មក10គ្រាប់ក៏ប៉ុន្តែធ្វើជាក់ស្ដែងតែ3គ្រាប់ទេអញ្ចឹងយើងនឹងខាត7គ្រាប់អត់ហើយត្រូវអត់អញ្ចឹងយើងត្រូវដកលុយគាត់វិញអ
អញ្ចឹងយើងត្រូវគិតឲ្យបានច្បាស់អំពីប្រភេទសម្ភារៈនីមួយៗដែលគាត់ដាក់មកនេះតម្លៃមួយនេះហើយមិនមែនមានតែសម្ភារៈ2-3ដែលខ្ញុំលើកឲ្យអ្នកទាំងអស់គ្នាបានយល់ឃើញទេវាមានការងារច្រើនមែនតើក្នុងគម្រោងមួយវាមានសម្ភារៈច្រើនអញ្ចឹងសម្រាប់តារាងតម្លៃគឺខ្ញុំអាចរៀបរាប់បានប៉ុណ្ណឹងខ្ញុំអាចឧទាហរណ៍បានប៉ុណ្ណឹងហើយចំណុចមួយទៀតដែលសំខាន់នោះគឺជាការងារកុងត្រាគឺសំខាន់ខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបដោតទៅលើនោះគឺតាក់ទងជាមួយនឹងការបង់ប្រាក់ទៅខាងអ្នកមកការសាងសង់បើសិនអ្នកទាំងអស់គ្នាធ្វើការបង់ប្រាក់មិនបានត្រឹមត្រូវទេអញ្ចឹងគម្រោងរបស់អ្នកទាំងអស់គ្នាគឺវាអត់អាចបញ្ចប់ត្រឹមត្រូវដូចគ្នាដែរអញ្ចឹងបើសិនជាដំណាក់កាលនៃការបង់ប្រាក់យើងត្រូវតែបែងចែកមុននឹងចូលចាប់ផ្ដើមការថាហ្នឹងយើងអាចឲ្យគាត់ប្រមាណភាគរយហើយការងារគ្រឿងបង្គុំហើយឲ្យគាត់ប្រមាណភាគរយការងារសប្បាយកម្មហើយឲ្យប្រមាណភាគរយការងារគ្រឿងទឹកភ្លើងហើយឲ្យគាត់ប្រមាណភាគរយអញ្ចឹងគ្រប់ដំណាក់កាលនីមួយៗត្រូវបែងចែកឲ្យបានត្រឹមត្រូវបើសិនជាយើងបែងចែកបានត្រឹមត្រូវអញ្ចឹងលុយរបស់យើងបើកឲ្យគាត់អស់ហើយក៏ប៉ុន្តែគម្រោងរបស់យើងអត់ទាន់ចប់អញ្ចឹងយើងជាម្ចាស់គម្រោងយើងប្រកាសជាមានបញ្ហាហើយគឺអត់អាចធ្វើបែបហ្នឹងបានទេហើយចំណុចសំខាន់មួយទៀតនោះទាក់ទងជាមួយនឹងការធានាទៅលើការងាររបស់គាត់តើគម្រោងសាងសង់ពេលដែលគាត់បញ្ចប់ហើយគាត់នឹងធានាឲ្យអ្នកទាំងអស់គ្នារយៈពេលប្រហែលខែប្រហែលឆ្នាំដើម្បីមកជួសជុលឡើងវិញព្រោះអីអ្នកទាំងអស់គ្នាបានថាអ្នកទាំងអស់គ្នាធ្វើការងារគម្រោងរបស់អ្នកទាំងអស់គ្នានៅក្នុងខែប្រាំងចុះអញ្ចឹងអត់មានភ្លៀងមកទេត្រូវអត់ដល់ពេលខែវស្សាភ្លៀងមកអញ្ចឹងវាមានដំបូលរបស់អ្នកនរនេះអាចលិចនៅក្នុងចំណុចណាមួយដែលយើងអត់ដឹងអញ្ចឹងពេលដែលលិចយើងត្រូវតែហៅគាត់មកជួសជុលវិញអញ្ចឹងយើងត្រូវតែមាននិយាយនៅក្នុងកងត្រាឲ្យបានច្បាស់លាស់ហើយមិនមែនមានតែការងារមួយហ្នឹងទេវាអាចមានការងារផ្សេងទៀតការងារបន្ទប់ទឹកវាមានស្ទះវាមានអីឬក៏ការងារទ្វារមួយចំនួនតំប្រើបាន2ខែសោះខូចសូម្បីតែការងារថ្នាំក៏មានធានាដែរធានាជួនកាលរហូតដល់5ឆ្នាំ8ឆ្នាំអញ្ចឹងទៅតាក់ទងមួយនឹងការប្រែពណ៌ថ្នាំអាគាររបស់យើងឬក៏ការប្រែពណ៌ថ្នាំរបស់ផ្ទះរបស់យើងអញ្ចឹងការចងកងត្រាគឺត្រូវតែឲ្យបានច្បាស់អូខេអញ្ចឹងតាក់ទងមួយចំណុចខាងលើនេះគឺខ្ញុំអាចនិយាយសង្ខេបមកវិញអ្វីដែលសំខាន់នៅក្នុងការជ្រើសរើសយកអ្នកមកធ្វើការសាងសង់គម្រោងផ្ទះរបស់អ្នកទាំងអស់គ្នាឬក៏គម្រោងអីផ្សេងៗដែលអ្នកទាំងអស់គ្នាចង់ធ្វើហ្នឹងទីមួយគឺយើងត្រូវដឹងអំពីតម្រូវការរបស់យើងសិនដែលយើងចង់បាននៃគេទំហំប៉ុណ្ណាប្រមាណបន្ទប់ប្រមាណជាន់ហើយសម្ភារៈអីគេខ្លះដែលអ្នកទាំងអស់គ្នានឹងទិញឲ្យអ្នកសាងសង់ហើយសម្ភារៈអីគេខ្លះដែលអ្នកសាងសង់នឹងត្រូវទិញឲ្យយើងហើយឲ្យបានច្បាស់នៅចំណុចមួយទៀតតាក់ទងជាមួយនឹងប្លង់អញ្ចឹងប្លង់អ្នកនរគឺត្រូវការប្លង់ពីខាងគាត់មកវិញត្រូវការប្លង់មួយដែលអាចប្រើប្រាស់បានទាំងប្លង់ការងារគ្រឿងបង្គុំប្លង់ការងារសប្បាយកម្មហើយនិងប្លង់ការងារគ្រឿងទឹកភ្លើងហើយចំណុចមួយទៀតនោះគឺការងារប្រភេទសម្ភារៈដែលគាត់ប្រើប្រាស់នៅក្នុងគម្រោងសាងសង់មួយហ្នឹងអញ្ចឹងគ្រប់សម្ភារៈទាំងអស់ត្រូវដឹងតើគាត់ប្រើសម្ភារៈហ្នឹងប្រភេទអីគេ brand អីគេហើយគាត់ទិញមកពីប្រទេសណាឲ្យបានច្បាស់ហើយពេលដែលគាត់ធ្វើការងារជាក់ស្ដែងគឺគាត់ត្រូវធ្វើឲ្យដូចនៅអ្វីដែលគាត់ដាក់ដេញថ្លៃហ្នឹងដាក់តម្លៃហ្នឹងហើយចំណុចមួយទៀតគឺតារាងតម្លៃអញ្ចឹងនៅក្នុងតារាងតម្លៃគឺត្រូវតែមានលិសការងារមួយឲ្យបានច្បាស់ហើយមានប្រភេទតម្លៃឲ្យបានច្បាស់ទាំងតម្លៃសម្ភារៈហើយនិងតម្លៃពលកម្មដែលគាត់ប្រើនៅក្នុងគម្រោងសាងសង់ហ្នឹងហើយចំណុចចុងក្រោយនោះតើតើជាមួយនឹងកិច្ចសន្យាដែលយើងត្រូវចងជាមួយនឹងអ្នកម៉ៅការគឺទី1គឺសំខាន់ការបង់ប្រាក់អញ្ចឹងយើងត្រូវតែមានប្រភេទនៃការបង់ប្រាក់ឲ្យបានត្រឹមត្រូវវាមានការកំណត់នៃការបង់ប្រាក់ពេលវេលានៃការបង់ប្រាក់ហ្នឹងទៅហើយមួយទៀតហ្នឹងតាក់ទងជាមួយនឹងការធានាទៅលើគុណភាពសាងសង់របស់គាត់ហើយនៅក្នុងការសាងសង់របស់គាត់ហ្នឹងត្រូវធានាប្រមាណខែប្រមាណឆ្នាំហ្នឹងទៅអូខេអញ្ចឹងតាក់ទងមួយចំណុចខាងលើក៏គឺសំខាន់ខ្លាំងមែនទែនសម្រាប់ម្ចាស់គម្រោងឲ្យគាត់ធ្វើការគិតពិចារណាហើយចំណុចមួយទៀតដើម្បីឲ្យកាន់តែដឹងច្បាស់ថាតើអ្នកដែលធ្វើការម៉ៅការសាងសង់ខ្ញុំចង់បន្ថែមចំណុចមួយទៀតដើម្បីចង់ដឹងថាអ្នកមកម៉ៅការនៅគម្រោងអ្នកទាំងអស់គ្នាហ្នឹងគាត់ទុកចិត្តបានអត់អញ្ចឹងយើងត្រូវតែដឹងអំពីគម្រោងពីមុនមកនេះដែលគាត់ធ្វើនេះស្នាដៃរបស់គាត់ហ្នឹងយ៉ាងម៉េចដែរហើយយើងត្រូវតែមានសុំលេខទូរស័ព្ទដែលជាម្ចាស់គម្រោងពីមុនហ្នឹងដើម្បីខលសួរគាត់ថាតើបងម៉ៅការមួយនេះតើអត្តចរិតរបស់គាត់មិនដែរការបើកលុយមិនដែរហើយការងាររបស់គាត់ហ្នឹងទទួលខុសត្រូវកម្រិតណាហើយទឹកដៃរបស់គាត់ហ្នឹងស្អាតកម្រិតណាអញ្ចឹងវាជាចំណុចមួយដែលអ្នកនរត្រូវតែគិតពិចារណាព្រោះអីការសាងសង់ផ្ទះមិនមែនសាងសង់នៅត្រឹមតែ
មកទឹកឬក៏មួយឆ្នាំឬក៏5ឆ្នាំឬក៏10ឆ្នាំគឺយើងនៅមកជីវិតតកូនតចៅយើងអញ្ចឹងយើងការធ្វើផ្ទះមួយត្រូវតែគិតឲ្យបានវែងឆ្ងាយឬក៏មិនថាការងារផ្ទះទេការងារគម្រោងអីផ្សេងក៏ដោយហើយមួយទៀតការសន្សំលុយរបស់យើងទំមតែយើងបានលុយមកធ្វើផ្ទះមួយហ្នឹងមិនមែនសំត្រឹមមួយឆ្នាំ2ឆ្នាំបានទេបើសិនជាគេអាចទូធារលុយបានស្រួលអាហ្នឹងអត់អីទេសម្រាប់គាត់អត់ទៅទូធាអញ្ចឹងគាត់ធ្វើផ្ទះគឺគាត់សំយូរទំមតែបានផ្ទះមួយអញ្ចឹងខ្ញុំនៅតែក្នុងបើអ្នកនរគ្នាធ្វើការគិតចារណាឲ្យបានច្បាស់លាស់ហើយមួយទៀតបើសិនបើអ្នកទាំងអស់គ្នាមានបងប្អូនឬក៏អ្នកដែលស្គាល់គាត់ចេះការងាររឿងខាងសំណង់អាចសួរយោបល់ឬក៏ប្រឹក្សាមួយគាត់បានអូខេអញ្ចឹងសម្រាប់វីដេអូមួយហ្នឹងគឺនេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំគ្រាន់តែជាអ្វីដែលខ្ញុំចង់ចែកចម្លែកទៅអ្នកនរគ្នាដើម្បីជៀសវាងបញ្ហាកើតឡើងពេលដែលធ្វើការងារសាងសង់ព្រោះខ្ញុំឃើញការធ្វើការសាងសង់ឬក៏ម៉ៅការមួយចំនួនគឺរត់ចោលម្ចាស់ផ្ទះច្រើនហើយម្ចាស់ផ្ទះគឺគាត់មានផលពិបាកច្រើនខ្លាំងដែរហើយពេលខ្លះអ្នកម៉ៅការក៏ដូចគ្នាដែរគាត់ជួនកាលគាត់ទៅដេញថ្លៃគេទៅគាត់ពេលខ្លះអ្នកម្ចាស់ផ្ទះអត់បង់លុយគាត់ក៏មានដែរអញ្ចឹងយើងត្រូវតែច្បាស់លាស់ទាំងអ្នកម៉ៅការហើយនិងម្ចាស់ផ្ទះហើយអូខេសម្រាប់វីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាមានអីបន្ថែមអាចបន្ថែមបានអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនា and see you in the next video bye bye